នេះច្បាស់ជាក់ស្ដែងតែម្ដងបាទជនជាតិកូរ៉េ21នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃពាក់ព័ន្ធករណីឆោបោកតាមប្រព័ន្ធទូរស័ព្ទនិងចាប់ចម្រិតបាទបាងកកប្រទេសថៃអាជ្ញាធរថៃបានធ្វើការចាប់ខ្លួនជនជាតិកូរ៉េ21នាក់កាលពីថ្ងៃទី21ខែមិថុនាឆ្នាំ2025នៅទីក្រុងផាតាយាប្រទេសថៃដោយសង្ស័យថាពួកគេបានចូលរួមជាមួយនឹងក្រុមឆោបោកតាមប្រព័ន្ធទូរស័ព្ទ call center បាទខ្នាតធំដែលបង្កការខូចខាតដល់ជនរងគ្រោះជនជាតិកូរ៉េជាច្រើនអ្នកទៀតក្នុងប្រតិបត្តិការនេះក៏មានការរកឃើញការចាប់ចម្រិតផងដែរបាទយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េដូចជា JTBC, YTN, Channel A និង SBS បានឲ្យដឹងថានគរបាលថៃបានបង្ក្រាបវិឡាប្រណិតមួយកន្លែងនៅទីក្រុងប៉ាតាយាបន្ទាប់ពីទទួលបានព័ត៌មានក្នុងចំណោមអ្នកដែលបានចាប់ខ្លួនមានជនជាតិកូរ៉េ21នាក់និងជនជាតិចិនម្នាក់ផងដែរក្រុមនេះត្រូវបានសង្ស័យថាបានប្រតិបត្តិការឆោបោកបាទជាច្រើនប្រភេទរួមមានការបោកប្រាស់ស្នេហា romantic scam និងការបោកប្រាស់តាក់ទងទៅនឹងការវិនិយោគឬប្រាក់កម្ចីដែលសុទ្ធសឹងតែបានកំណត់គោលដៅលើជនជាតិកូរ៉េដូចគ្នាផុសតាងជាច្រើនត្រូវបានរឹបអូសនៅកន្លែងកើតហេតុរួមមានកុំព្យូទ័រយួរដៃទូរស័ព្ទដៃនិងក្តារខៀនមួយដែលមានសរសេរជាភាសាកូរ៉េនៅគោលការណ៍ណែនាំលម្អិតសម្រាប់ការបោកប្រាស់នេះផងដែរករណីនេះត្រូវបានលេចឡើងបន្ទាប់ពីឪពុកជនជាតិកូរ៉េម្នាក់ធ្វើរបាយការណ៍ទៅប៉ូលីសដោយអះអាងថាកូនប្រុសរបស់គាត់ត្រូវបានចាប់ចម្រិតនៅពេលដែលនគរបាលទៅដល់កន្លែងកើតហេតុពួកគេបានរកឃើញកូនប្រុសនោះកំពុងតែធ្វើការជាមួយសមាជិកក្រុមដទៃទៀតអាជ្ញាធរកំពុងស៊ើបអង្កេតថាបុគ្គលនេះពិតជាត្រូវបានគេចាប់ចម្រិតនិងបង្ខំឲ្យចូលរួមក្នុងសកម្មភាពអូក្រិដ្ឋទាំងនេះដែរឬទេចឹងទេក្នុងប្រទេសថៃតែងតែចោទខ្មែរថាជាកន្លែងអូក្រិដ្ឋកម្មឬមួយក៏កន្លែងអនឡាញឆោបោកអនឡាញណាតែពេលនេះជាក់ស្ដែងកូរ៉េគេផ្សាយហើយបាទគឺថៃនឹងឯងដែលជាទីកន្លែងស្ងប់សុខរបស់ពួកបាក់អូក្រិដ្ឋកម្មក៏ដូចជាពួកឆោបោកតាមអនឡាញនេះផងដែរបាទចង់ទីច្រើនមែនទេសម្អាតប្រទេសខ្លួនឯងឲ្យស្អាតសិនមុននឹងចោទមកកម្ពុជាអរគុណច្រើនបងប្អូនមានមតិកំណត់យ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះ